ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាវីដេអូថ្ងៃនេះគឺជាធីបសំខាន់ដែលតាក់ទងជាមួយនឹងការលេងលំហាត់ខ្នងក៏ដូចជាមានជាមួយនឹងចលនានៃការកម្ដៅសាច់ដុំមុននឹងហាត់ផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាការកម្ដៅសាច់ដុំមុននឹងការលេងលំហាត់ប្រាណគឺពិតជាសំខាន់វាគឺជាចលនាមួយនៃការដាស់សាច់ដុំរបស់យើងដើម្បីឲ្យសាច់ដុំរបស់យើងទទួលបានជាមួយនឹងការដំណើរការនៅពេលបន្តិចទៀតដែលយើងធ្វើការហាត់អញ្ចឹងតើតើជាមួយនឹងការលេងលំហាត់ប្រាណគ្រប់ចលនាទាំងអស់គឺទាមទារឲ្យយើងធ្វើការកម្ដៅសាច់ដុំមុននឹងហាត់ការកម្ដៅសាច់ដុំមុននឹងហាត់គឺធ្វើឲ្យសាច់ដុំរបស់យើងចាប់ជាមួយនឹងចលនានៅពេលដែលយើងហាត់បានល្អជាងយើងអត់កម្ដៅសាច់ដុំថ្ងៃនេះគឺយើងធ្វើការហាត់ខ្នងអញ្ចឹងកម្ដៅសាច់ដុំដូចជាដើមដៃស្មាខ្នងចំហៀងក្បាលពោះចំហៀងនិងខ្នងពេញខាងក្រោយចលនាទាំងអស់មិនមែន focus ទៅលើតែខ្នងប៉ុន្តែបានជាមួយនឹងដើមដៃហាប់ណែនបំបត្តិភាពយាធ្លាក់ក៏ដូចជាស្មាបើកខ្នងឆ្នោតសិចស៊ីអស់ខ្លាំងដូចគ្នាបងប្អូនចលនាទាំងអស់នេះគឺធ្វើឲ្យយើងមានអារម្មណ៍ថាក្តៅចុករយគ្រាន់តែធ្វើការកម្ដៅសាច់ដុំប៉ុណ្ណឹងក៏បែកញើសដែរណាបងប្អូនក៏បែកញើសដែរក៏ស្រួលខ្លួនដែរក៏មានអារម្មណ៍ថាអូ fresh អញ្ចឹងការធ្វើលំហាត់ប្រាណ10ចំណុចសំខាន់តែ10ចំណុចបងប្អូនអត់មានចំណុចមួយណាដែលអត់សំខាន់ហើយក៏អត់មានចំណុចមួយណាដែលយើងអាចធ្វើប្រហែសបានទេបើសិនជាយើងចង់ហាត់ហើយទទួលបានលទ្ធផលល្អអញ្ចឹងមុននឹងចាប់ផ្ដើមធ្វើការហាត់ប្រាណយើងត្រូវតែកម្ដៅសាច់ដុំទៅលើសាច់ដុំណាដែលយើងត្រូវតែហាត់ថ្ងៃនឹងហើយការហាត់ប្រាណប្រចាំថ្ងៃគឺយើងត្រូវបែងចែក schedule មិនមែនហាត់លំហាត់ណាហើយហាត់លំហាត់នឹងដដែលជារៀងរាល់ថ្ងៃពេញមួយសប្តាហ៍គឺអត់ទេយើងត្រូវយល់ដឹងទៀតថាក្នុងមួយអាទិត្យយើងអាចហាត់លំហាត់ណាបានខ្លះអញ្ចឹងណាបងប្អូនអញ្ចឹងវារៀងអញញ៉ៃដែរឡើងនឹងតាក់ទងជាមួយនឹងការហាត់ទៀតយើងត្រូវតែយល់ដឹងពីបច្ចេកទេសនៃការប្រើប្រាស់ដង្ហើមចេញចូលឲ្យបានត្រឹមត្រូវយើងត្រូវយល់ដឹងពីបច្ចេកទេសគន្លឹះសំខាន់នៃការប្រើប្រាស់ form នីមួយតាក់ទងជាមួយនឹងចលនាក៏ដូចជាកីឡាមួយណាដែលយើងប្រើប្រាស់លេងនៅក្នុងថ្ងៃហ្នឹងតើតើជាមួយនឹងរបបអាហាររៀបចំរបបអាហារក្នុងការញ៉ាំបែបណាទៅឲ្យយើងឆាប់ដល់គោលដៅហើយតើតើជាមួយនឹងការសម្រាកឲ្យបានគ្រប់គ្រាន់និយាយទៅគឺវាមានច្រើនដែរបើសិនជាបងប្អូនចង់ដឹងបន្ថែមក៏ដូចជាចង់យល់ច្បាស់ឲ្យកាន់តែងាយស្រួលក្នុងការហាត់បងប្អូនអាចយកគ្រូតែម្ដងអាចតាក់ទងខ្ញុំបានខ្ញុំមានទទួលបង្ហាត់ដែរណាបងប្អូនណាខ្ញុំមានទទួលបង្ហាត់សិស្សស្រីដែលចង់សម្រកក៏ដូចជាចង់ដំឡើងយករៀងអញ្ចឹងថ្ងៃនេះខ្ញុំជ្រើសរើសលំហាត់ខ្នងជាថ្ងៃច័ន្ទដែលខ្ញុំដូរ schedule វាដោយសារតែអាទិត្យម្ដងថ្ងៃច័ន្ទខ្ញុំត្រូវហាត់តិគិហាត់គូតហាត់ផ្លូវហាត់ជើងក្រោយប៉ុន្តែថ្ងៃនេះខ្ញុំដូរ schedule វាមកជាហាត់ខ្នងហាត់ដើមដៃហាត់ស្មាហាត់ចង្កេះហាត់ក្បាលពោះវិញនិយាយទៅល្វែងខាងលើបងប្អូនចឹងចលនានេះគឺជួយបានច្រើនមែនទែនបងប្អូនបងប្អូនអាចលេងតាមនៅផ្ទះបានសម្រាប់បងប្អូនអត់មានពេលគ្រប់គ្រាន់មកហាត់នៅជីមណាបងប្អូនអាចកាន់ជាដបទឹកសុទ្ធជ្រក់ដីខ្សាច់ឲ្យណែនទៅមិនបាច់ចាំប្រើគីឡូធ្ងន់ពេកទេបងប្អូនតាក់ទងជាមួយនឹងលំហាត់ផ្នែកល្វែងលើគឺខ្ញុំអត់ recommend ឲ្យប្រើគីឡូអីធ្ងន់ពេកទេដោយសារតែជាទូទៅមនុស្សស្រីយើងហាត់បែបស្លូនទៅเนาะហ្នឹងឯងហើយការប្រើប្រាស់គីឡូបើសិនជាយើងប្រើគីឡូធំ1គីឡូ1គីឡូកន្លះ2គីឡូទៅ2គីឡូកន្លះអូខេបងប្អូនវាល្អគឺវាអត់ធ្វើឲ្យយើងមើលទៅធំដូចមនុស្សផុសលក្ខណៈថាមានសាច់ដុំបែបគេហៅកង់អីទេអត់អីទេបងប្អូនធំ1គីឡូ2គីឡូកន្លះចុះក្រោមគឺអត់អីទេវាជួយធ្វើឲ្យដូចថានៅពេលដែលយើងលេងដៃអញ្ចឹងវាជួយឲ្យដៃយើងហាប់ណែនបំបត្តិខ្លាញ់យាធ្លាក់ដក់អីអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនមិនបាច់ចាំព្រួយបារម្ភថាអូយលេងគីឡូ2 3គីឡូលើកនៅដៃអញ្ចឹងអត់ខ្លាចតែឡើងសាច់ដុំអត់ទេគីឡូប៉ុណ្ណឹងអត់ធ្វើឲ្យយើងឡើងសាច់ដុំទេបងប្អូនកុំឲ្យតែយើងលើកប្រើដៃដូចជាយើងហាត់ដៃហាត់អីហើយយើងលើកគីឡូចាប់ពី10គីឡូ15គីឡូ20 25អីអញ្ចឹងអាហ្នឹងអូខេអាចបូកផ្សំជាមួយនឹងយើងញ៉ាំប្រូតេអ៊ីនត្រូវអីអញ្ចឹងវាអាចឡើងសាច់ដុំអីចឹងណាបងប្អូនតែបើយើងមនុស្សស្រីអូយគេហាត់រាប់ឆ្នាំគេមិនឡើងផងអាដៃហ្នឹងតែតើជាមួយនឹងយើងហាត់គូតហាត់ផ្លូវហាត់ជើងអីអាហ្នឹងយើងលើកគីឡូធ្ងន់ប៉ុន្តែវាអត់ឡើងដៃទេដោយសារតែបច្ចេកទេសក្នុងការហាត់យើងអត់ត្រូវប្រើប្រាស់កម្លាំងដៃទេអញ្ចឹងណាអាហ្នឹងផ្សេងទៀតទៅគន្លឹះផ្សេងទៀតអញ្ចឹងវិលត្រឡប់មកវីដេអូយើងវិញ
វីដេអូនេះកំពុងតែខ្ញុំលេងកាន់ដុំដែកហើយផ្អៀងមកហ្នឹងណាបងប្អូនអាហ្នឹងបានផលខ្លាំងណាស់បងប្អូនជួយលឿនដូចវីតាមីនអញ្ចឹងអាហ្នឹងជួយទៅលើចង្កេះចំហៀងណាបងប្អូនអ្នកដែលចង់បានជាមួយនឹងចង្កេះចំហៀងរួមតូចស្អាតស្លៀកកៅអៅអីមកឃើញចង្កេះទូចស្អាតបងប្អូនអាចលេងក្បាច់នឹងបានក្បាច់ដែលកាន់ដុំដៃផ្អៀងហ្នឹងណាវាស្រក់ចង្កេះលឿនមែនតើហើយសម្រាប់កាន់នេះកាន់ដែកហ្នឹងណាបងប្អូនកាន់ដងដែកហ្នឹងណាជួយទៅលើខ្នងមែនតើខ្នងបងប្អូនចេញឆ្នោតសិចស៊ីអស់ខ្លាញ់ស្រក់ខ្លាញ់ហើយចេញខ្នងទម្រង់បែបស្អាតសិចស៊ីហ្មងយើងទាញបែបហ្នឹងគឺយើងប្រឹងនៅខ្នងណាកុំសូវ focus ផ្ដោតទៅលើដៃយើងពេកអញ្ចឹងយើងនៅពេលដែលបងប្អូនចេះប្រឹងបងប្អូនលេងត្រូវ form ហើយប្រើប្រាស់ខ្យល់ដង្ហើមចេញចូលទៀតអញ្ចឹងគឺវាចូលទៅលើកន្លែងណាដែលយើងចង់ឲ្យវាចូលឃើញទាញហ្នឹងវាអត់មានទៅប្រឹងនៅដៃដែលយើងទាញទេដៃយើងទាញប៉ុន្តែយើង focus ទៅលើខ្នងអញ្ចឹងវាចូលខ្នងបានល្អស្រក់ខ្នងអស់ខ្លាញ់អ្នកដែលមានខ្នងខ្លាញ់ពាក់អាវអីវាចេញអត់ស្អាតលៀនខ្លាញ់ចេញមកអីហ្នឹងណាបងប្អូនក្បាច់នឹងជួយបានច្រើនមែនតើលំហាត់ខ្នងមនុស្សស្រីយើងណាភាពសិចស៊ីគឺនៅនឹងខ្នងដើមដៃតិចនឹងឯងអញ្ចឹងការលេងលំហាត់ប្រាណគឺគេបែងចែកជាច្រើនផ្នែកមែនតើចាំវីដេអូក្រោយខ្ញុំនឹងជម្រាបតាក់ទងជាមួយនឹងលំហាត់ណាលេងបានក្នុងមួយអាទិត្យប៉ុន្មានដងអីចឹងណាបងប្អូនហ្នឹងហើយបងប្អូនចូលមកដល់ក្បាច់មួយទៀតក្បាច់នេះដែរខ្ញុំដាក់បាល់នៅកណ្ដាលហើយខ្ញុំព្យាយាមផ្អៀងចុះផ្អៀងឡើងឆ្វេងស្ដាំប៉ុន្តែអត់ឲ្យក្បាច់ពោះយើងប៉ះជាមួយនឹងដុំបាល់ហ្នឹងទេបងប្អូនអាចលេងតាមបានហើយអ្វីដែលខ្ញុំប្រឹងគឺប្រឹងនៅក្បាលពោះនៅចង្កេះចំហៀងអញ្ចឹងក្បាច់នេះជួយទៅលើក្បាលពោះនិងចង្កេះចំហៀងក្បាលពោះចំហៀងបានល្អមែនទែនចេញជាសេបហ្មងណាបងប្អូនអញ្ចឹងបងប្អូនត្រូវចេះទប់លំនឹងខ្លួនសិនមុនដំបូងបងប្អូនដាក់ដុំបាល់នៅកណ្ដាលហើយបងប្អូនទប់លំនឹងខ្លួនធ្វើមិនកុំឲ្យប៉ះសិនអញ្ចឹងណាកុំឲ្យប៉ះជាមួយនឹងដុំបាល់ហ្នឹងសិននៅពេលដែលបងប្អូនចេះគ្រប់គ្រងក៏ដូចជា control ទម្ងន់ខ្លួននឹងល្អហើយចាំបងប្អូនផ្អៀងចុះផ្អៀងឡើងគេហៅថាចាប់ផ្ដើមធ្វើចលនាការហាត់លំហាត់នេះ favorite របស់ខ្ញុំហ្មងបងប្អូនស្រីៗគេដែររំលងទេតាក់ទងជាមួយនឹងក្បាលពោះចំហៀងចង្កេះចំហៀងវាស្រកខ្លាញ់ហើយវា fit វារួមតូចគេហៅថាចង្កេះឡើងទូចស្អាតស្លៀករ៉ូបស្លៀកអាវអីឃើញចង្កេះទូចបងប្អូនអត់អាចរំលងជាមួយនឹងក្បាច់នេះបានទេអញ្ចឹងខ្ញុំតែងតែលេងក្បាច់នេះទោះបីជាខ្ញុំហាត់តកៀកហាត់គូឬក៏ខ្ញុំហាត់ដៃហាត់ស្មាហាត់ខ្នងក៏ខ្ញុំនៅតែadd time ជាមួយនឹងក្បាច់នេះដែរគឺវាជួយទៅលើក្បាលពោះចំហៀងយើងបានល្អមែនទែនហ្នឹងហើយបងប្អូនព្យាយាមលេងតាមនឹងរៀនណាបងប្អូនបើសិនជាយើងផ្អៀងអត់ទាន់កើតទេបងប្អូនព្យាយាមទប់លំនឹងខ្លួនសិនទប់លំនឹងខ្លួនឲ្យនឹងឲ្យស្មើសិនបើសិនបងប្អូនទប់លំនឹងខ្លួនជាប់ហើយចាំចាប់ផ្ដើមលេងចូលអាក្បាច់ដែលខ្ញុំកំពុងតែផ្អៀងផ្អងហ្នឹងណាតែបើថាទប់លំនឹងខ្លួនអត់ទាន់ជាប់ទេមិនបាច់ចាំចូលផ្អៀងផ្អងទេលេងអត់កើតទេអញ្ចឹងនៅពេលដែលខ្ញុំធ្វើការហាត់ហើយខ្ញុំក៏មកពលាសាច់ដុំបន្ទាប់ពីហាត់ហើយខ្ញុំឡើងមកដើរម៉ាស៊ីនដើម្បីឲ្យសាច់ដុំនោះរត់ស្រួលឡើងវិញបកទៅក្បាលវីដេអូវិញមុនហ្នឹងខ្ញុំភ្លេចជម្រាបបងប្អូនថា10ចំណុចសំខាន់ទាំង10ចំណុចមានដូចជាកម្ដៅសាច់ដុំមុននឹងហាត់ត្រូវប្រើប្រាស់ form ឲ្យបានត្រឹមត្រូវខ្យល់ដង្ហើមចេញចូលសម្រាប់ឲ្យបានគ្រប់គ្រាន់របបអាហារហើយមួយទៀតគឺសំខាន់ហ្នឹងគឺនៅពេលដែលយើងហាត់ហើយគឺយើងត្រូវតែពលាសាច់ដុំធ្វើការពលាសាច់ដុំបងប្អូនតែមិនអញ្ចឹងទេឈឺសាច់ដុំឈឺស្លាក់ឈឺចង្កេះឈឺឆ្អឹងខ្នងពិបាកមែនតើអញ្ចឹងយើងត្រូវហាត់ហើយយើងត្រូវពលាសាច់ដុំព្យាបាលជួសជុលពលាវាឲ្យវាធូរមកវិញអញ្ចឹងណាបងប្អូនកុំឲ្យវាតឹងជាប់ងាងព្រោះឲ្យពេលយើងហាត់ហ្នឹងសាច់ដុំយើងហត់ខ្លាំងមែនតើគ្នាធ្វើការបងប្អូនសាច់ដុំយើងធ្វើការសាច់ដុំយើងប្រឹងអញ្ចឹងវាអាចនឹងជាពាក់ជាពិនលមួយតសៃអីចឹងឯងនៅពេលដែលយើងហាត់ចាប់យើងមកពលាដើរម៉ាស៊ីនឬក៏យើងមានកម្រាលបងប្អូនហាត់នៅកម្រាលនៅក្រោមបែបក្បាច់ពលាតសៃទៀតចាំឱកាសក្រោយវីដេអូក្រោយខ្ញុំនឹងចែករំលែកតទៅជាមួយនឹងក្បាច់ពន្លាសាច់ដុំបន្ទាប់ពីការហាត់អញ្ចឹងអស់ឲ្យបងប្អូនវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេចែករំលែកនៅ tips សំខាន់ទៅកាន់បងប្អូន
មួយចំនួនដែលគាត់អត់ទាន់បានយល់ដឹងអញ្ចឹងណាបងប្អូនអត់ទាន់យល់ដឹងពីការប្រើប្រាស់technique កម្ដៅសាច់ដុំមុននឹងហាត់ហើយពលាសាច់ដុំអីចឹងណាឥឡូវចប់ហើយខ្ញុំហាត់ចប់ហើយបងប្អូននេះខ្ញុំគ្រាន់តែថតលេងតាមដានជាមួយនឹង body របស់ខ្ញុំទេបងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណច្រើនមែនតើសម្រាប់បងប្អូនតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណបងប្អូនជួបគ្នាវីដេអូក្រោយ Thank you